បាទនេះគឺជាប្រេងឆាដែលមានសមត្ថភាពហើយនឹងមានគុណភាពបាទសមត្ថភាពបែបណាបានន័យថាมันមានការបង្កហានិភ័យមិនឲ្យមានការកើនឡើងនៃកូឡេស្តេរ៉ុល LDL ទី2តើតើជាមួយនឹងធ្វើឲ្យមានការរលាកដល់សរសៃឈាមទី3តើតើជាមួយនឹងការបង្កមានបញ្ហា stroke គឺជាចំណែកមួយដែលការជ្រើសរើសឲ្យបានត្រឹមត្រូវជាមួយនឹងប្រេងឆាដែលយើងយកមកប្រើជាអាហារប្រចាំថ្ងៃរបស់យើងអញ្ចឹងខ្ញុំទៅវិញជាសារប្រណាំឆ្ងាលបាទសុខភាពល្អមិនមែនកើតឡើងចែកដន្យទេថែរក្សាសុខភាពល្អថ្ងៃនេះដើម្បីអនាគតថ្ងៃស្អែកបាទអញ្ចឹងពីខ្ញុំដរគីងបាទសង្ឃឹមថាលោកបងអ្នកតាបាទព្យាយាមក្នុងការថែទាំសុខភាពជ្រើសរើសបបអាហារត្រឹមត្រូវជ្រើសរើសប្រេងឆាបានត្រឹមត្រូវដើម្បីយកមកចម្អិនអាហារសម្រាប់ក្រុមគ្រួសាររបស់យើងសម្រាប់កូនចៅរបស់យើងដើម្បីពួកគាត់មានសុខភាពល្អសុខភាពពោះក្បាលសុខភាពបេះដូងសុខភាពប្រព័ន្ធរាងកាយហើយនិងសុខភាពរាងកាយទាំងមូលគឺរឹងមាំអញ្ចឹងភាពរឹងមាំការចេញពីការជ្រើសរើសរបបអាហារបានត្រឹមត្រូវហ្នឹងបាទអញ្ចឹងថ្ងៃនេះខ្ញុំជូនបាទជាចំណេះដឹងដល់លោកបងអ្នកតាអញ្ចឹងសង្ឃឹមថាគ្រប់យ៉ាងទាំងអស់នឹងទទួលបានផលល្អនៅអាយុវែងទាំងអស់គ្នាបាទអរគុណច្រើនជម្រាបលាបាទចាខុវិស័យរបស់យើងផលិតប្រេងឆាគុណភាពខ្ពស់សម្រាប់សុខភាពប្រជាជនកម្ពុជា